បន្ទាប់ពីតុលាការអាមេរិកបានសម្រេចលុបចោលពន្ធគយរបស់ប្រធានាធិបតីដូណាល់ត្រាំនិងចាត់ទុកថាជារឿងខុសច្បាប់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសកាលពីថ្ងៃសុក្រថាលោកនឹងដាក់ពន្ធសកលថ្មី 10% លើបណ្ដាប្រទេសដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីតុលាការកំពូលបានកាត់សេចក្តីថាពន្ធគយសកលរបស់លោកគឺខុសច្បាប់លោកដូណាល់ត្រាំបាននិយាយថាលោកនឹងដាក់ពន្ធដោយប្រើប្រាស់ជំរឿនអំណាចផ្សេងជំនួសលោកបាននិយាយថាសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះបានធ្វើឲ្យសមត្ថភាពរបស់ប្រធានាធិបតីមួយរូបក្នុងការគ្រប់គ្រងពាណិជ្ជកម្មនិងការដាក់ពន្ធកាន់តែមានឥទ្ធិពលនិងច្បាស់លាស់ជាមុនឆ្ងាយតុលាការកំពូលអាមេរិកកាលពីថ្ងៃសុក្របានចេញសារក្រមសម្រេចក្នុងសំឡេង6-3លុបចោលការយកពន្ធគយរបស់លោកត្រាំនិងចាត់ទុកថាជារឿងខុសច្បាប់ជុំវិញចំណាត់ការនេះលោកដូណាល់ត្រាំបាននិយាយថាអាចចំណាយពេលច្រើនឆ្នាំដើម្បីដោះស្រាយបញ្ហាផ្លូវច្បាប់ថាតើតែប្រាក់ចំនួន$133,000 លានដែលយកពីការដំឡើងពន្ធរបស់លោកត្រូវតែសងមកវិញដែរឬអត់តាមច្បាប់អាមេរិករាល់ការចង់ដំឡើងពន្ធគយរបស់រដ្ឋាភិបាលត្រូវឆ្លងកាត់ស្ថាប័នសភានិងតុលាការកំពូល